សួស្តីអ្នកនរគ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំទៀតហើយថ្ងៃនេះដែរខ្ញុំមានរឿងថ្មីមួយដើម្បីយកឲ្យអ្នកនរគ្នាទស្សនាដែលរឿងនេះដែរមានចំណងជើងថា Mickey 17ដែលសាច់រឿងទាំងមូលគឺនិយាយអំពីបុរសម្នាក់ត្រូវបានគេយកទៅពិសោធន៍ដើម្បីឲ្យគាត់ធ្វើការងារគ្រោះថ្នាក់ជាច្រើនប៉ុន្តែនៅពេលដែលគាត់ស្លាប់ក្នុងការបំពេញភារកិច្ចរបស់គាត់នោះគឺត្រូវបានមន្ទីរពិសោធន៍ហ្នឹងគឺព្រីនរូបគាត់ចេញមកម្ដងទៀតនិងដាក់ខួរក្បាលរបស់គាត់ហ្នឹងចូលទៅក្នុងម្ដងទៀតដើម្បីឲ្យគាត់បន្តធ្វើការហ្នឹងដដែលជារហូតដូច្នេះបើសិនជាចង់ដឹងថាសាច់រឿងទាំងមូលនេះល្អមើលយ៉ាងណានោះតើយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាតែមុននឹងចូលទៅដល់សាច់រឿងពេញខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីៗបន្ថែមទៀតកាត់ចូលសាច់រឿងដំបូងបង្ហាញពីតួផ្អែករបស់យើងកំពុងតែជាប់នៅក្នុងរូងទឹកកកមួយដែលគាត់មានឈ្មោះថា Mickey ឬក៏ Mickey 17នឹងឯងហើយភ្លាមនោះក៏មានមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលគាត់មានឈ្មោះថា Timo បានឃើញគាត់ផងដែរហើយ Mickey របស់យើងបានស្នើសុំជំនួយរបស់គាត់ដូចគ្នាប៉ុន្តែនៅពេលនេះបែរជា Timo បានចាក់ចេញពីទីនោះទៅវិញដោយសារតែឃើញសត្វចម្លែកមួយបានវាមកសម្ដៅរក Mickey របស់យើងទៅហើយដូច្នេះ Timo នោះក៏គិតថាសត្វចម្លែកនេះប្រកាសជាសម្លាប់ Mickey របស់យើងនៅក្នុងរូងនោះតែម្ដងទើបគេបានចាក់ចេញពីទីនោះបាត់ទៅចំណែកពេលនោះសត្វចម្លែកទាំងអស់នោះក៏បានវាមករកសម្ដៅ Mickey របស់យើងហើយវាក៏បានហាមាត់ខាំសម្លាប់ Mickey របស់យើងនៅកន្លែងនោះបាត់ទៅហើយសាច់រឿងក៏បានបកត្រឡប់មកខាងក្រោយបន្តិចបង្ហាញអំពី Mickey របស់យើងក៏ពិតគាត់ត្រូវបានគេយកទៅពិសោធន៍ដើម្បីឲ្យគាត់នឹងធ្វើការងារគ្រោះថ្នាក់ជាច្រើនហើយនៅពេលដែលគាត់ស្លាប់គឺមន្ទីរពិសោធន៍នោះគឺតែងតែបង្កើតរូបរាងគាត់ក្នុងរាងកាយជាមនុស្សមកសាជាថ្មីនឹងបានបញ្ចូលការចងចាំទាំងអស់ដែល Mickey របស់យើងមានតាំងពីអតីតកាលនឹងចូលក្នុងខួរក្បាលមនុស្សថ្មីនេះជារៀងរហូតដូច្នេះមានន័យថា Mickey របស់យើងនៅពេលដែលត្រូវបានគេបង្កើតមកសាជាថ្មីគឺមិនខុសគ្នាឡើយគឺនៅតែជាគាត់ដដែលទេប៉ុន្តែនៅក្នុងពេលកំឡុងពេលដែលគេបង្កើត Mickey 17នឹងមកសាជាថ្មីនោះក៏មានបុគ្គលិកម្នាក់បានដើរតាក់ខ្សែខួរក្បាលរបស់ Mickey របស់យើងដាច់មួយខ្សែផងដែរដូច្នេះហើយវាធ្វើឲ្យការចងចាំរបស់ Mickey មានការរអាក់រអួលបន្តិចប៉ុន្តែនៅពេលដែលបុគ្គលិកម្នាក់ទៀតទៅសម្រួលវាក៏បានធម្មតាត្រឡប់មកវិញហើយ Mickey របស់យើងជាក់ស្ដែងគឺគាត់មានឈ្មោះថា Mickey ធម្មតាតែប៉ុណ្ណោះប៉ុន្តែដោយសារតែ Mickey របស់យើងនឹងបានធ្វើការពិសោធន៍ហើយគាត់តែងតែស្លាប់ជារឿងរហូតបើសរុបពីការស្លាប់របស់គាត់ទាំងអស់ហ្មងគឺ16ដងមកហើយជីវិតដែលយើងកំពុងតែឃើញក្នុងពេលបច្ចុប្បន្ននេះគឺជាជីវិត17របស់គាត់មានន័យថាគាត់ស្លាប់16ដងត្រូវបានគេធ្វើឲ្យរស់ឡើងវិញហ្នឹងគឺ17ដងមកហើយទើបគេដាក់ឈ្មោះគាត់ថា Mickey 17សាច់រឿងបានកាត់ទៅអតីតកាលមួយតង់ទៀតនៅមុនពេលដែលគាត់បានចូលធ្វើជាបុគ្គលិកសម្រាប់ឲ្យគេពិសោធន៍នឹងឯងតែដំបូងឡើយហ្នឹងគឺគាត់ធ្វើជាមនុស្សធម្មតានៅលើផែនដីតែប៉ុណ្ណោះប៉ុន្តែដោយសារតែគាត់បានសែបគប់មិត្តភ័ក្តិខុសហ្នឹងបានដើរជាមួយមិត្តភ័ក្តិរបស់គាត់ដែលជាTimo ដែលយើងឃើញទៅដើមសាច់រឿងហ្នឹងឯងហើយពីអ្នកគេហ្នឹងគឺបានលេងល្បែងចាញ់អស់ច្រើនមែនតើទើបបេបងធំម្នាក់នោះបានចាប់ពីអ្នកគេហើយបំរុងសម្រាប់ចោលទៅហើយប៉ុន្តែពួកគេក៏បានសន្យាថានឹងព្យាយាមរកលុយដើម្បីសងបំណុលទាំងអស់នោះផងដែរហើយចំពោះមេបងធំអ្នកនោះក៏យល់ព្រមជាមួយនឹងសំណើមួយនេះហើយចំណែកពីអ្នកគេវិញគឺត្រូវរកការងារណាដែលធ្វើឲ្យពួកគេហ្នឹងរកលុយបានច្រើនទើបពីគីរបស់យើងបានឃើញលិខិតឬបុគ្គលិករបស់ក្រុមហ៊ុនយន្តអវកាសមួយដែលតម្រូវឲ្យគេអ្នកដែលធ្វើការទាំងអស់ហ្នឹងគឺទៅធ្វើការនៅខាងក្រៅភពហើយប៉ុន្តែចំពោះទឹកលុយវិញក៏វាបានច្រើនទៅតាមនឹងផងដែរទើប Mickey របស់យើងសម្រេចចិត្តថានឹងចូលធ្វើការនៅក្រុមហ៊ុនមួយនោះតែម្ដងដែលការងាររបស់គេធ្វើគឺជាត្រឹមកម្មករធម្មតាតែប៉ុណ្ណោះហើយនៅពេលដែល Mickey របស់យើងកំពុងតែដាក់ពាក្យធ្វើការហ្នឹងក៏ជួបជាមួយនឹងនារីម្នាក់ដែលផ្ដល់ឱកាសការងារផ្សេងមួយទៀតសម្រាប់ឲ្យ Mickey របស់យើងទៅធ្វើផងដែរហើយការងារនោះគឺធ្វើជាមនុស្សសម្រាប់ឲ្យគេពិសោធន៍ដើម្បីទៅធ្វើការងារគ្រោះថ្នាក់នឹងឯងហើយចំពោះ Mickey វិញគាត់ក៏មិនបដិសេធចំពោះសំណើមួយនេះផងដែរគាត់ក៏បានយល់ព្រមធ្វើការងារមួយនេះតែម្ដងហើយចំពោះបុគ្គលិកនៅលើយានទាំងអស់វិញគឺមិនមានអ្នកណាធ្វើការងារមួយនេះឡើយគឺមានតែគាត់ម្នាក់ឯងតែប៉ុណ្ណោះហើយសាច់រឿងក៏បានកាត់មកចូលថ្ងៃទី1ដែលគាត់ធ្វើការនៅលើយានអវកាសតែម្ដងដែលនៅលើយាននោះការហូបចុកគឺមានការត្បិតត្បៀតជាខ្លាំងនៅពេលដែលគាត់ព្យាយាមយកកូនសាច់មួយដុំដើម្បីដាក់បន្ថែមនៅលើអាហាររបស់គាត់ហ្នឹងក៏ត្រូវបានតារ៉ែនហ្នឹងalertផងដែរហើយនៅពេលដែលពួកគេកំពុងតែធ្វើការទទួលទានអាហារហ្នឹងក៏មានកាពីតែនម្នាក់បានឡើងនិយាយលើកទឹកចិត្តចំពោះបុគ្គលិកទាំងអស់ផងដែរដែលគាត់មានឈ្មោះថា Kenneth ហើយនៅពេលដែលកំពុងតែស្ដាប់គេនោះ Mickey របស់យើងក៏បានកលេចជួបជាមួយនឹងស្ត្រីម្នាក់ផងដែរហើយស្ត្រីម្នាក់នោះក៏បានហៅ Mickey របស់យើងឲ្យមកអង្គុយជាមួយនឹងនាងដែលនាងមានឈ្មោះថា Natasha ហើយនៅពេលដែលពួកគេទាំងពីរនាក់អង្គុយជាមួយគ្នាបានមួយសន្ទុះហ្នឹងពីរនាក់គេក៏បានចាប់ផ្ដើមរួមរយៈជាមួយគ្នាតែម្ដងស្របពេលនឹងកាពីតែនកំពុងតែព្យាយាមនិយាយទៅកាន់បុគ្គលិកហាមប្រានពួកគេកុំឲ្យមានសកម្មភាពរួមភេទផងដែរហើយបន្ទាប់ពី Mickey និង Natasha បានរួមមិត្តជាមួយនឹងគ្នាហើយហ្នឹងពីរនាក់គេក៏បានសរសេរលេខកូដនិងក្បាច់មួយចំនួនសម្រាប់
រាប់ឲ្យពួកគេចងចាំដែលនៅក្នុងនោះវាមានលេខកូដដូចជា C3 C4 C5 អញ្ចឹងទៅដែលក្រុមលេខកូដទាំងអស់ហ្នឹងគឺនិយាយពីក្បាច់ឲ្យគេខ្លះអញ្ចឹងណាអ្នកនរគ្នាបន្ទាប់ពីនោះ Mickey ហើយ Nasha ហ្នឹងគឺបើខ្លាចជាសង្សារនឹងគ្នាពេញលេញមកហើយនៅពេលដែល Mickey របស់យើងត្រូវបាននារីផ្សេងមកចែកចង់ហ្នឹងក៏ត្រូវបាន Nasha ហាមឃាត់ផងដែរដែលមើលទៅ Nasha ស្រឡាញ់ Mickey ខ្លាំងមែនទែនចំណែក Mickey វិញក៏ស្រឡាញ់ Nasha ដូចគ្នាបន្ទាប់ពីនោះ Mickey ក៏ទទួលបានភារកិច្ចមួយដែលទៅបំពេញជាមួយនឹងក្រុមមនុស្សផ្សេងទៀតដែលគាត់ត្រូវទៅរកសត្វចម្លែកមួយដែលស្ថិតនៅក្រោមបាតកកនៅខាងលើភពមួយនោះហើយនៅពេលដែលសត្វចម្លែកមួយនោះហក់មកបំរុងនឹងវាយប្រហារទៅកាន់គ្នារបស់ពួកគេហ្នឹងក៏មាននារីម្នាក់បានយកកំភ្លើងព្យាយាមបាញ់សត្វចម្លែកមួយនោះប៉ុន្តែនៅពេលដែលនាងបាញ់ទៅគឺមកត្រូវសត្វចម្លែកបែរជាចំផ្ទាំងតកកនៅខាងលើដែលធ្វើឲ្យផ្ទាំងតកកនោះធ្លាក់មកសង្កត់សម្លាប់នាងនៅកន្លែងនោះទៅវិញហើយនៅពេលដែល Mickey របស់យើងត្រឡប់មកយានអវកាសវិញត្រូវបានកាពីតែនស្ដីឲ្យបន្ទោសឲ្យគាត់ជាខ្លាំងដោយសារតែភារកិច្ចនៃការស្លាប់នេះគឺគួរតែ Mickey ទៅវិញទេដោយសារតែគាត់ស្លាប់ហើយគឺអាចព្រានគាត់ត្រឡប់មកវិញប៉ុន្តែចំពោះបុគ្គលិកផ្សេងទៀតនៅពេលដែលស្លាប់ហើយគឺមិនមានអ្វីព្រានឡើយហើយនៅពេលដែលកាពីតែននោះបាន scan មើលនៅក្រោមផ្ទាំងតកកនោះមួយសន្ទុះហ្នឹងគាត់ក៏បានប្រទះឃើញសាកសពរបស់សត្វចម្លែកមួយបានកប់ជាប់នៅកន្លែងនោះផងដែរទើបគាត់បានបញ្ជាឲ្យ Mickey ទៅកន្លែងនោះម្ដងទៀតដើម្បីនាំយកសាកសពសត្វចម្លែកមួយនោះមកឲ្យគាត់ហើយនៅពេលដែល Mickey បានទៅដល់កន្លែងនោះនៅពេលដែលគាត់ឈរមួយសន្ទុះហ្នឹងក៏បានបាក់ស្រុតអាផ្ទាំងតកកដែលនៅខាងលើនោះដែលបណ្ដាលឲ្យគាត់នឹងធ្លាក់មកខាងក្រោមហើយនេះគឺជាអ្វីដែលយើងឃើញតាំងពីដើមសាច់រឿងនឹងឯងដែលឃើញគាត់ជាប់នៅក្រោមផ្ទាំងតកកនឹងឯងបន្ទាប់ពីនោះសត្វចម្លែកទាំងអស់ហ្នឹងក៏បានវាកមកហើយនឹងបំរុងខំ Mickey អ្នកនរគ្នាដែលយើងឃើញពីដើមសាច់រឿងហ្នឹងណាប៉ុន្តែជាក់ស្ដែងសត្វចម្លែកមួយហ្នឹងគឺវាមិនបានខំ Mickey នោះទេគឺវាបែរជាជួយ Mickey របស់យើងដើម្បីយកវត្តមានរបស់ Mickey របស់យើងហ្នឹងត្រឡប់មកខាងលើវិញតែប៉ុណ្ណោះដែលសាច់រឿងគឺបង្ហាញយើងដឹងថាការពិតសត្វចម្លែកទាំងអស់នេះហ្នឹងដែលរស់នៅលើភពមួយនេះហ្នឹងគឺវាមិនទទួលទានឬក៏ស៊ីសាច់ឆៅនោះទេហើយវាក៏មិនស៊ីមនុស្សផងដែរតែមានតែក្រុមមនុស្សដែលនៅក្នុងយានតែប៉ុណ្ណោះដែលគិតថាពួកសត្វចម្លែកទាំងអស់នេះវានឹងស៊ីមនុស្សបន្ទាប់ពីនោះសត្វចម្លែកទាំងអស់នោះក៏បាននាំយកវត្តមានរបស់ Mickey របស់យើងមកខាងលើបានដោយជោគជ័យហើយនៅពេលនោះសត្វចម្លែកមួយនោះក៏បាននិយាយពីសាររបស់វាមកកាន់ Mickey ផងដែរប៉ុន្តែ Mickey ស្ដាប់មិនយល់នោះទេហើយបន្ទាប់ពីឈរលើផ្ទាំងតកកមួយសន្ទុះហ្នឹង Mickey ក៏បានប្រទះឃើញឡានក្រុមការងាររបស់គេកំពុងតែធ្វើដំណើរនៅទីនោះទើប Mickey ព្យាយាមរត់ទៅតោងឡើងពីក្រោយឡានហើយទីបំផុត Mickey របស់យើងក៏បានធ្វើដំណើរមកកាន់យានបានដោយជោគជ័យវិញហើយនៅពេលដែលគាត់មកដល់ទីនោះភ្លាមហ្នឹងគឺគាត់មានការអស់កម្លាំងជាខ្លាំងទើបគាត់រត់ទៅកន្លែងគេងតែម្ដងហើយនៅពេលដែលគាត់បានសម្រាកនៅកន្លែងគេងរបស់គាត់ហ្នឹងស្រាប់តែឃើញ Mickey មួយទៀតបានភ្ញាក់ឡើងនៅកន្លែងមួយនោះតែម្ដងទើបធ្វើឲ្យពីរអ្នកគេមានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេស Mickey 17របស់យើងតែម្ដងតែមួយសន្ទុះក្រោយមកទើប Mickey 17បានស្វែងយល់ដឹងថាការពិតនៅពេលដែលគាត់ធ្លាក់ជាប់ទៅក្នុងរូងតកកនោះហើយមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលបានឃើញគាត់ជាប់នោះហើយសត្វចម្លែកនោះមកអ្នកនរគ្នាអញ្ចឹងនៅពេលដែលបែបហ្នឹងហើយគេគិតថាគាត់ប្រហែលជាស្លាប់នៅពេលនោះហើយទើបពួកគេនៅខាងមន្ទីរពិសោធន៍នេះព្រានរកគាត់ចេញមកមួយទៀតហើយបានដាក់ឈ្មោះថា Mickey 18ហើយនៅពេលនោះ Mickey 18នោះក៏បានយកដុំដែកមួយនិងគប់បំរុងនឹងសម្លាប់ Mickey 17ចោលតែម្ដងដើម្បីកុំឲ្យមានរុក្ខគេ2នាក់ហើយនៅពេលនោះ Mickey 18ក៏បានអូសរាងកាយរបស់ Mickey 17ដើម្បីយកទៅទម្លាក់នៅឡដុតស្កាក់សំណល់ចោលតែម្ដងដើម្បីបំបិតផុសតាំងគ្រប់យ៉ាងប៉ុន្តែនៅពេលដែល Mickey 18មិនចាប់អារម្មណ៍នោះ Mickey 17ក៏បានងើបឡើងហើយពីរនាក់គេក៏បានវាប្រតបគ្នានៅកន្លែងនោះតែម្ដងប៉ុន្តែភ្លាមៗនោះក៏ស្រាប់តែមិត្តភ័ក្តិរបស់គេនឹងបានមកដល់ដែលមានឈ្មោះថា Timo អ្នកនរគ្នាដែលគាត់កំពុងតែយកសម្រាមដើម្បីយកមកដុតកំទេចចោលនៅឡមនេះផងដែរប៉ុន្តែសំណាងពីរអ្នកគេបានរត់ទៅពួននៅកលៀតមួយបានដោយជោគជ័យហើយនៅក្នុងនោះពីរអ្នកគេក៏បានឃើញថា Timo នេះគឺបានលួចលក់ថ្នាំញៀននៅលើយានមួយនេះផងដែរដើម្បីរកលុយបន្ថែមពីងាងាររបស់គេហើយនៅពេលនោះស្រាប់តែ Mickey 18បានដើរចូលទៅទីនោះតែម្ដងហើយនឹងបានចាប់យក Timo ហ្នឹងគឺដើម្បីរុញទម្លាក់ចូលក្នុងឡមនោះតែម្ដងដោយសារតែគេបានខឹងទៅលើ Timo តែបានធ្វើរឿងគ្រប់យ៉ាងមកកាន់រុកគេតាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះប៉ុន្តែភ្លាមៗនោះស្រាប់តែ Mickey 17ក៏បានរត់មកហាមឃាត់ Mickey 18ទាន់ពេលវេលាហើយពីរអ្នកគេក៏បាននៅតែព្យាយាមវាយបន្ទប់គ្នាដដែលប៉ុន្តែ Mickey 18ទៅតែអាចយកឈ្នះនិងបំរុង
យកដែកមួយដើម្បីដុតទម្លុះក្បាលរបស់ធីម៉ូបាត់ទៅហើយប៉ុន្តែក៏ស្រាប់តែសន្តិសុខប្រចាំនៅទីនោះក៏បានដើរល្បាតដែលធ្វើឲ្យមីគី18ហ្នឹងក៏បានទម្លាក់ដែកនោះចោលហើយព្យាយាមជួយសង្គ្រោះធីម៉ូត្រឡប់មកវិញហើយក៏បានប្រាប់ធីម៉ូឲ្យលាក់រឿងគ្រប់យ៉ាងផងដែរហើយគេក៏បានព្យាយាមជួយធីម៉ូនិងបានប្រាប់ទៅកាន់សន្តិសុខថាធីម៉ូគឺបានធ្លាក់ចូលរណ្ដៅនេះដោយខ្លួនឯងតែប៉ុណ្ណោះហើយចំណែកនៅទីនោះក៏មានវត្តមានរបស់ Nasha មកជាមួយមេសន្តិសុខមួយនោះផងដែរហើយពីរអ្នកគេក៏បានស្និទ្ធស្នាលជាមួយនឹងគ្នាដែលនៅទីនោះវត្តមានរបស់ Mickey 17ហ្នឹងគឺមិនបានបង្ហាញឲ្យពួកគេឃើញអ្នកនរគ្នាគឺគាត់បានទៅពួននៅកលៀតមួយអញ្ចឹងដើម្បីកុំឲ្យគេដឹងពីរឿងថា Mickey មានចំនួន2នាក់អញ្ចឹងអ្នកនរគ្នាហើយបន្ទាប់ពីនោះ Mickey 18ជាមួយ Nasha ហ្នឹងក៏បានឡើងចូលលើក្នុងបន្ទប់របស់ពួកគេទាំងពីរនាក់ចំណែក Mickey 17វិញគឺបានត្រឹមតែសម្លឹងមើលពីក្រោយនិងមានភាពច្រណែនជាខ្លាំងប៉ុន្តែនៅពេលដែល Mickey 17បំរុងនឹងចាក់ចេញពីនោះទៅហើយហ្នឹងក៏បានជួបជាមួយនឹងបុគ្គលិក2នាក់របស់កាពីតែនដែលពួកគេមកហៅ Mickey របស់យើងដើម្បីឲ្យទៅបរិភោគអាហារជាមួយនឹងកាពីតែនតែប៉ុណ្ណោះហើយនៅពេលដែល Mickey ទៅដល់ទីនោះគឺគាត់បរិភោគអាហារអស់ច្រើនមែនទែនដោយសារតែគាត់មិនដែលបានហូបម្ហូបឆ្ងាញ់ៗបែបនេះឡើយដោយគាត់មិនខ្វល់ពីកាពីតែនកំពុងតែនិយាយអ្វីឡើយហើយនៅទីនោះក៏មានវត្តមានរបស់នារីម្នាក់ដែលចាប់អារម្មណ៍ទៅលើ Mickey ដូចគ្នាដែលនាងមានឈ្មោះថាខៃហើយដោយសារតែ Mickey របស់យើងនឹងបានញ៉ាំច្រើនពេកហើយដោយសារតែកន្លែងនោះគឺវានៅក្រៅភពដូច្នេះហើយធ្វើឲ្យ Mickey របស់យើងនេះមានការក្អួតចង្អោរជាខ្លាំងដោយសារតែគាត់បានញ៉ាំចំណីច្រើនពេកហើយចំពោះដុកទ័រផ្សេងៗដែលមកនៅទីនោះគឺពួកគេមិនអាចជួយ Mickey បាននោះឡើយហើយ Mickey របស់យើងគឺមានអាការៈពិបាកជាខ្លាំងដោយសារតែគាត់ត្រូវបានក្អួតចង្អោរផងហើយអប្រព័ន្ធរាងកាយរបស់គាត់វានិយាយរញ៉ៃផងនោះទើបធ្វើឲ្យគាត់នឹងក្រៅពីក្អួតចង្អោរហើយគាត់មានការឈឺក្បាលនិងតឹងសរសៃជាខ្លាំងហើយចំពោះកាពីតែនវិញដោយសារតែឃើញបែបនេះទើបគាត់បានទាញកំភ្លើងមកយកបំរុងនឹងបាញ់សម្លាប់ Mickey ចោលតែម្ដងដើម្បីផលិត Mickey ចេញមួយទៀតប៉ុន្តែត្រូវបាន Mickey របស់យើងនឹងគាត់សម្រួលអារម្មណ៍ហើយគាត់ក៏បានងើបត្រឡប់មកវិញហើយប្រាប់កាពីតែនថាគាត់មិនអីនោះឡើយដោយសារតែគាត់ដឹងថានៅពេលដែលគេបាញ់សម្លាប់គាត់ចោលគឺគេមិនផលិតមួយទៀតទេដោយសារតែ Mickey 18កំពុងតែស្ថិតនៅក្នុងបន្ទប់របស់គាត់តែប៉ុណ្ណោះបន្ទាប់ពីនោះកៃក៏បាននាំយកព័ត៌មានរបស់ Nicky របស់យើងចូលនៅក្នុងបន្ទប់របស់នាងដើម្បីឲ្យគាត់ផ្លាស់កៅអៅក៏ដូចជាផឹកទឹកផងដែរហើយនៅពេលនោះកៃក៏បានព្យាយាមអូកាឡាជាមួយនឹង Mickey ដើម្បីបឺតមាត់របស់ Mickey ផងដែរប៉ុន្តែចំពោះ Mickey វិញគឺគាត់មិនទាន់ដាច់អាឡ័យជាមួយនឹង Nasha នោះទេទើបគាត់បានបដិសេធហើយក៏បានរត់ចាក់ចេញពីទីនោះបាត់ទៅហើយបន្ទាប់ពីនោះ Mickey 17ក៏បានរត់មកចូលនៅក្នុងបន្ទប់របស់គាត់ដែលមានវត្តមានរបស់ Nasha ជាមួយនឹង Mickey 18នេះឯងដែលពួកគេបានរួមមេត្រីជាមួយនឹងគ្នាបាត់ទៅហើយចំពោះ Nasha វិញគឺគាត់មិនមានការភ្ញាក់ផ្អើលនោះទេនៅពេលដែលឃើញវត្តមានរបស់ Mickey 17ដោយសារតែ Mickey 18បានប្រាប់រឿងគ្រប់យ៉ាងទៅកាន់នាងបាត់ទៅហើយនៅទីនោះពីរអ្នកគេនឹងក៏បានប្រើប្រាស់ថ្នាំយានរបស់Themoបានលក់ផងដែរហើយចំពោះ Nasha វិញគឺនាងមានការសប្បាយចិត្តជាខ្លាំងដោយសារតែនាងអាចបានសង្សារម្ដងដល់ទៅ2អ្នកឯណោះបន្ទាប់ពីនោះ Nasha ក៏បានដោះខោអាវឲ្យ Mickey 17និងបាននាំ2អ្នកគេនឹងយកទៅដេកជាមួយនឹងនាងតែម្ដងប៉ុន្តែភ្លាមនោះក៏ស្រាប់តែខៃនឹងបានបើកទ្វារចូលមកឃើញពួកគេហើយនឹងបានដឹងរឿងគ្រប់យ៉ាងតែម្ដងទើបនាងបានរត់ចាក់ចេញពីទីនោះចំណែក Nasha វិញក៏ព្យាយាមរត់តាមពីក្រោយដើម្បីរារាំងកៃកុំឲ្យប្រាប់អ្នកផងដែរហើយនៅពេលដល់កន្លែងស្ងាត់មួយហ្នឹងពីរអ្នកគេក៏បានចរចាជាមួយគ្នាតែម្ដងដោយខៃនឹងបានទាមទារ Mickey ម្នាក់ដើម្បីធ្វើជាសង្សាររបស់នាងចំណែក Nasha វិញនាងក៏បានយល់ព្រមចំពោះសំណើមួយនេះផងដែរហើយនៅពេលដែល Mickey 18បានឃើញការចាក់ផ្សាយនៅលើទូរទស្សន៍របស់កាពីតែនធ្វើឲ្យគាត់មានការខឹងច្របល់ជាខ្លាំងទើបគាត់បានទាញកំភ្លើងរបស់ Nasha ដែលបានទុកនៅទីនោះហើយបំរុងនឹងរត់ទៅបាញ់សម្លាប់កាពីតែនចោលនៅក្នុងកម្មវិធីតែម្ដងចំណែក Mickey 17ក៏បានព្យាយាមរត់ទៅហាមឃាត់ពីក្រោយផងដែរប៉ុន្តែពួកគេទៅមិនទាន់នោះឡើយចំណែកកាពីតែនវិញនៅពេលដែលគាត់វះថ្មមួយដែលបានរុករកឃើញនោះក៏ស្រាប់តែលេចវត្តមានរបស់សត្វចម្លែកមួយបានលោតចេញមកពីក្នុងអារូងថ្មដែលគាត់បានយកមកពិសោធន៍នោះទៅធ្វើឲ្យទីនោះមានភាពច្របូកច្របល់ជាខ្លាំងដោយសារតែពួកគេទាំងអស់គ្នានឹងគិតថាសត្វចម្លែកមួយនេះនឹងវាប្រហារមកកាន់ពួកគេទៅហើយទើបពួកគេបានព្យាយាមរត់ចាក់ចេញពីទីនោះចំណែកឯ Mickey 18វិញក៏បានរើសកំភ្លើងហើយបំរុងនឹងបាញ់សម្លាប់កាពីតែនទៅហើយប៉ុន្តែត្រូវបាន Nasha និង Mickey 17រត់មករារាំងទាន់ពេលវេលា
ចំណែកឯកូនសត្វចម្លែកនោះត្រូវបានពួកសន្តិសុខបាញ់សម្លាប់គេយ៉ាងអនាថធមផងដែរចំណែកឯ NASA ជាមួយនឹង Mickey 18និង Mickey 17ក៏ត្រូវបានកាពីតែននឹងចាប់ដាក់នៅក្នុងគុកផងដែរប៉ុន្តែនៅពេលដែលពួកគេកំពុងតែសម្រាកក្នុងគុកហ្នឹងធីម៉ូក៏បានលួចចូលនៅក្នុងគុកនោះហើយព្យាយាមនាំយកវត្តមានរបស់ Mickey 17ហ្នឹងដើម្បីយកទៅទម្លាក់ចូលផែនដីដើម្បីឲ្យមេ Mafia នោះសម្លាប់គេចោលតែម្ដងដើម្បីដោះស្រាយបំណុលប៉ុន្តែនៅពេលនោះក៏ស្រាប់តែ Mickey 18ជាមួយ NASA ក៏បានប្រើល្បិចចាប់ទាញដៃរបស់សន្តិសុខម្នាក់ដែលបានលួចក្បត់ហើយយាមនៅទីនោះនឹងលួចយកសោនិងបានយកកំភ្លើងបាញ់ទៅឆក់ទៅកាន់ទីម៉ូធ្វើឲ្យទីម៉ូសន្លប់បាត់ទៅហើយនៅពេលដែល NASA បំរុងនឹងសម្លាប់ទីម៉ូនោះក៏ត្រូវបានមេសន្តិសុខម្នាក់ដែលជាមេរបស់ NASA ផងដែរហ្នឹងបានមកហាមឃាត់នាងនិងបានយកវត្តមានរបស់ពួកគេទាំង3នាក់នេះទៅកាន់កាប៊ីនធំតែម្ដងហើយនៅពេលដែលពួកគេបានធ្វើដំណើរនៅតាមផ្លូវនោះពួកគេក៏បានប្រទះឃើញសត្វចម្លែកទាំងអស់ដែលនៅលើភពមួយនេះហ្នឹងបាននាំគ្នាយ៉ាងច្រើនរបស់វាហ្នឹងមកចោមរោមយានរបស់ពួកគេផងដែរដោយមិនដឹងពីមូលហេតុតើពួកគេមានគោលបំណងអ្វីនោះឡើយហើយចំពោះប្រពន្ធរបស់កាពីតែនវិញក៏បានចាប់យកកូនសត្វចម្លែកមួយហ្នឹងមកហើយកាត់កតុយរបស់វាដើម្បីធ្វើជាទឹកជ្រលក់សម្រាប់ហូបម្ហូបអាហារទៅវិញដោយនាងមិនខ្វល់ពីជីវិតសត្វដែលរស់នៅលើភពមួយនេះឡើយចំពោះកាពីតែនវិញក៏បានយកដៃក្តៅមួយមកដុតមុខរបស់ Mickey 18ផងដែរដោយសារតែគាត់ខឹង Mickey 18ហ្នឹងបានលួចបាញ់គាត់តាំងពីថ្ងៃមុនហើយចំពោះខួរក្បាលដែលផ្ទុកទិន្នន័យនិង memory របស់ Mickey ទាំងអស់ហ្នឹងគឺត្រូវបានកាពីតែនហ្នឹងឲ្យគេ delete ចោលផងដែរតែមានន័យថាបើសិនជា Mickey ស្លាប់ម្ដងនេះហើយនៅពេលដែលគេ print Mickey ត្រឡប់មកវិញហ្នឹងគឺ Mickey មិនមានការចងចាំអ្វីទាំងអស់ហើយគាត់ក៏បានយកអាកូនសត្វមួយដែលត្រូវបានគាត់ចាប់បានហ្នឹងយកមកធ្ពក់ហើយនៅបំរុងទម្លាក់សម្លាប់វាឲ្យចូលទៅក្នុងឡដុតកាកសំណល់នោះចោលតែម្ដងប៉ុន្តែត្រូវបាន NASA ហ្នឹងរត់ទៅចាប់ខ្សែនោះទាន់ដោយយកមាត់របស់នាងទៅខាំដោយសារដៃរបស់នាងជាប់ចំណងហើយនៅពេលដែលមេសន្តិសុខឃើញបែបនេះទើបគាត់ឲ្យកូនចៅរបស់គាត់ម្នាក់ទៀតហ្នឹងលួចថតសកម្មភាពគ្រប់យ៉ាងដែលកាពីតែនបានធ្វើទៅលើបុគ្គលិករបស់ពួកគេនៅលើយានអវកាសមួយនេះដើម្បីធ្វើជាផុសតាងដើម្បីប្តឹងទៅថ្នាក់លើហើយចំពោះ Mickey ទាំង2នាក់វិញក៏ត្រូវបានកាពីតែននេះប្រើប្រាស់គេទាំង2នាក់ហ្នឹងឲ្យទៅសម្លាប់ពួកសត្វចម្លែកនៅខាងក្រៅនោះផងដែរហើយនៅពេលដែលអ្នកណាសម្លាប់សម្លាប់សត្វចម្លែកបានច្រើនជាងហ្នឹងគឺជាអ្នកឈ្នះហើយនៅពេលនោះអ្នកដែលចាញ់ហ្នឹងក៏ត្រូវបានពួកគេចុចក្របបែកដែលភ្ជាប់នៅដៃរបស់ពួកគេហ្នឹងបំទុះខ្លួនចោលនៅកន្លែងនោះផងដែរហើយនៅពេលដែល2អ្នកគេបានចេញទៅបំពេញភារកិច្ចហ្នឹងក៏មាននារីម្នាក់ដែលជាបុគ្គលិកពិសោធន៍ហ្នឹងបានឲ្យឧបករណ៍បកប្រែជាមួយនឹងសត្វចម្លែកទាំងអស់នេះទៅកាន់ Mickey 17ដើម្បីធ្វើការសន្ទនាជាមួយនឹងគ្នាផងដែរហើយនៅពេលនោះ Mickey 17ក៏បានរត់ទៅជួបជាមួយនឹងមេសត្វចម្លែកធំដែលបានជួយជីវិតគេថ្ងៃមុនហើយនឹងបានចរចាជាមួយនឹងវានឹងបានសួរនាំវាផងដែរតើមូលហេតុអ្វីបានជាវាមកនាំគ្នាមករុំព័ទ្ធយានរបស់ពួកគេអញ្ចឹងហើយមូលហេតុនោះគឺដោយសារតែសត្វចម្លែកមួយនេះគឺវាចង់បានកូនរបស់វាត្រឡប់មកវិញដែលកូនរបស់វាកំពុងត្រូវបានកាពីតែនព្យួរនៅកន្លែងដុតកាកសំណល់អ្នកនរគ្នាហើយវាក៏បានដឹងដែរថាកូនរបស់វាមួយទៀតហ្នឹងត្រូវបានកាពីតែនហ្នឹងបាញ់សម្លាប់យ៉ាងអនាថមនៅខាងលើយាននឹងផងដែរទើបវាតម្រូវឲ្យ Mickey របស់យើងម្នាក់ត្រូវស្លាប់ដើម្បីតបស្នងគ្នាទៅវិញទៅមកដល់វាដោយសារតែវាធ្លាប់បានជួយជីវិតរបស់ Mickey របស់យើងហើយបើសិនជាក្រុមមនុស្សទាំងអស់នេះមិនព្រមដោះលែងកូនរបស់វាដែលនៅខាងលើយាននោះទេវានឹងសម្លាប់មនុស្សដែលមាននៅលើភពមួយនេះចោលតែម្ដងហើយនៅពេលដែល Mickey របស់យើងបានសួរនាំតើគេអាចសម្លាប់ក្រុមមនុស្សទាំងអស់នេះបានដោយរបៀបណានៅពេលនោះសត្វចម្លែកនេះក៏បានតបថាតាមរយៈបំផ្ទុះខួរក្បាលមនុស្សចោលហើយនៅពេលនោះសត្វចម្លែកទាំងអស់នោះក៏បានងើបទៅខាងលើមេឃហើយវាបញ្ចេញសំឡេងដែលមានហ្វ្រេកកង់យ៉ាងខ្លាំងមែនទែនដែលធ្វើឲ្យ Mickey របស់យើងដែលមានវត្តមាននៅទីនោះនឹងមានការឈឺក្បាលជាខ្លាំងហើយនេះគឺជាមូលហេតុដែលពួកសត្វចម្លែកទាំងអស់នេះអាចសម្លាប់មនុស្សតាមរយៈបំផ្ទុះខួរក្បាលមនុស្សនោះឯងហើយនៅពេលនោះ Mickey 17នឹងក៏បានរត់ស្រវេសវ៉ាដើម្បីទៅប្រាប់មនុស្សដែលបាននៅខាងលើយាននឹងបង្ហាញពីសញ្ញាដែលគាត់បានធ្លាប់សរសេរជាមួយនឹង NASA ផងដែរដែលសញ្ញានោះគឺមានន័យថា C3 ហើយនៅមនុស្សដែលនៅខាងលើយាននោះគឺមិនយល់អំពីសញ្ញាដែល Mickey 17បានបង្ហាញនោះទេគឺមានតែ NASA ម្នាក់តែប៉ុណ្ណោះដែលបានយល់អំពីសញ្ញាមួយនេះដែលពាក្យថា C3 នេះគឺមានន័យថា bring the baby ឬក៏យក baby មកយកកូនមកអញ្ចឹងណាអ្នកនរគ្នាហើយ NASA ក៏បានដឹងដែរថា
សត្វចម្លែកនោះប្រកាសជាចង់បានកូនរបស់វាត្រឡប់ទៅវិញជាមិនខានហើយចំពោះកាពីតែនវិញដោយសារតែមិនចង់រញ៉េរញ៉ៃយូរហ្នឹងទើបគាត់បាននាំកូនចៅរបស់គាត់ដើម្បីទៅសម្លាប់មេសត្វចម្លែកមួយនោះចោលតែម្ដងហើយចំពោះ Nasha វិញនៅពេលដែលប្រពន្ធរបស់កាពីតែននោះមិនចាប់អារម្មណ៍នាងក៏បានហក់ទៅគៀបកប្រពន្ធរបស់កាពីតែននោះហើយនឹងបានទាមទារឲ្យពួកគេដោះលែងកូនសត្វចម្លែកមួយនោះតែម្ដងហើយនៅពេលដែលនាងបានកូនសត្វចម្លែកមួយនោះហើយនាងបានប្រញាប់យកកូនសត្វចម្លែកមួយនេះដើម្បីទៅឲ្យមេរបស់វាវិញចំពោះប្រពន្ធរបស់កាពីតែនវិញក៏ត្រូវបានមេសន្តិសុខមួយនោះរារាំងនឹងមិនឲ្យធ្វើសកម្មភាពអ្វីផ្សេងៗផងដែរហើយនៅពេលដែលសត្វចម្លែកទាំងអស់នោះបានឃើញឡានពួកក្រុមកាពីតែននោះជិះចូលទៅទីនោះដែលបំរុងនឹងបាញ់សម្លាប់ពួកគេនោះពួកសត្វចម្លែកទាំងអស់នោះក៏បានផ្ដុំគ្នាជាដុំផ្សេងៗដើម្បីលាក់ខ្លួនរបស់មេរបស់ពួកគេហើយចំពោះកាពីតែនវិញគឺគាត់មិនអាចមើលឃើញមេសត្វចម្លែកនោះបានទេដោយសារតែត្រូវបានកូនរបស់វានឹងរុំព័ទ្ធខ្លួនវានឹងបានដូរទីតាំងរបស់វាពីកន្លែងមួយទៅកន្លែងមួយដែលធ្វើឲ្យកាពីតែនពិបាកឃើញជាខ្លាំងហើយចំពោះមីគី18វិញគាត់ក៏បានលាមីគី17ជាលើកចុងក្រោយផងដែរហើយនៅពេលនោះមីគី18ក៏បានរត់កាន់កាំបិតរបស់គាត់ដើម្បីរត់ទៅសម្លាប់កាពីតែនចោលនៅកន្លែងនោះតែម្ដងប៉ុន្តែក៏ត្រូវបានកាពីតែននោះយកកំភ្លើងព្យាយាមបាញ់រារាំងគាត់ផងដែរប៉ុន្តែទោះបាញ់យ៉ាងណាក៏បាញ់មិនត្រូវស្របពេលដែល Nasha បាននាំយកកូនរបស់សត្វចម្លែកមួយនោះយកទៅឲ្យមេរបស់វាបានទៅជោគជ័យផងដែរចំពោះមីគី18វិញគាត់ក៏បានចុចបំផ្ទុះខ្លួនប្រាណរបស់គាត់ជាមួយនឹងកាពីតែនឲ្យផ្ទុះស្លាប់ទាំងពីរនាក់នៅកន្លែងនោះតែម្ដងតែធ្វើឲ្យ Nasha ជាមួយនឹងមីគី17មានការសោកស្ដាយជាខ្លាំងហើយសាច់រឿងក៏បានកាត់បញ្ចប់នៅចុងក្រោយនៅពេលដែលក្រុមមនុស្សដែលបានទៅបោះយាននៅលើភពខាងក្រៅនោះបានចរចាសន្តិភាពជាមួយនឹងក្រុមសត្វចម្លែកទាំងអស់នោះនៅខាងលើភពនោះផងដែរហើយពួកគេក៏បានព្យាយាមដាំដំណាំផ្សេងៗនៅខាងលើភពដែលត្រូវបានសត្វចម្លែកទាំងអស់នោះធ្វើការទំនាក់ទំនងជាមួយនឹងគេដោយប្រើប្រាស់ម៉ាស៊ីនបកប្រែមួយដែលជាប់នឹងករបស់មីគី17នឹងឯងសាច់រឿងក៏បានបង្ហាញពី credit scene បន្តិចដែលបង្ហាញអំពីប្រពន្ធរបស់កាពីតែននឹងបានលួចទៅព្រីនយករាងកាយរបស់កាពីតែននឹងត្រឡប់មកវិញមួយសារទៀតដែលមើលទៅវាអាចនឹងមានភាគ2ផងដែរអញ្ចឹងមានន័យថាកាពីតែននេះក៏ត្រូវបានក្រុមពិសោធន៍នឹងពិសោធន៍ដូចមីគី17របស់យើងផងដែរអញ្ចឹងនៅពេលដែលគាត់ស្លាប់គឺគាត់អាចព្រីនខ្លួនគាត់ចេញមកម្ដងទៀតនិងបញ្ចូលអា memory ទាំងអស់ហ្នឹងចូលទៅក្នុងគាត់ម្ដងទៀតអញ្ចឹងសាច់រឿងគឺមានតែប៉ុណ្្នឹងឯងជួបគ្នានៅរឿងក្រោយបន្ថែមទៀតបាយបាយ